Hello សួស្តីបងប្អូនថ្ងៃនេះខ្ញុំបង្ហាញពីរបៀបឆែកលេខ Smart ឆែកលេខតាញ៉ាំបានណាតើលេខទូរស័ព្ទយើងទិញមកហ្នឹងគេភ្ជាប់តាញ៉ាំបានហើយឬនៅអញ្ចឹងឆែកតាមកម្មវិធីហ្នឹងគឺយើងឆែកទៅដឹងថាលេខហ្នឹងគេប្រើតាញ៉ាំបានហើយឬក៏មិនទាន់ប្រើតាញ៉ាំបានតោះអញ្ចឹងយើងចុចចូលកន្លែងចុចទេទៅហើយយើងចុចលេខកូដក្រុមហ៊ុនដែលក្រុមហ៊ុនឲ្យទៅចុចផ្កាយ1202នឹងត្រង់ជ្រុកហើយយើងចុចបញ្ជូនមកស៊ីមទីម៉ានអញ្ចឹងនេះលោតហើយនេះលេខជាលេខរបស់ខ្ញុំហើយខ្ញុំបានភ្ជាប់តាញ៉ាំបានហើយអញ្ចឹងបើសិនបងប្អូនទិញលេខថ្មីបងប្អូនអាចសាកឆែកដូចខ្ញុំហ្នឹងទៅគឺដឹងថាលេខយើងគេភ្ជាប់តាញ៉ាំបានហើយឬក៏គេមិនទាន់ភ្ជាប់តាញ៉ាំបាននេះជាមេរៀនជាបទពិសោធន៍របស់ខ្ញុំដែលខ្ញុំបានឆែកសូមអរគុណ